ចាសួស្តីបងប្អូនទាំងអស់គ្នាថ្ងៃនេះដែរនេះខ្ញុំសូមធ្វើការបង្ហាញពីប្រភេទរទេះសម្រាប់លក់ប្រហិតចៀននិងកាហ្វេភេសជ្ជៈគ្រប់មុខមួយឈុតចាដែរភ្ញៀវបើយើងគាត់បានកំងណាហើយឥឡូវហ្នឹងគឺខាងយើងបានរៀបចំជូនគាត់រួចរាល់ 100% ហើយចាហើយបាញ់ជាមួយនឹងពណ៌ទឹកក្រូចចាហើយទូកញ្ចក់របស់យើងខាងក្រោយគឺមាន2ថ្នាក់3ប្រឡោះបែបហ្នឹងចាអាចដាក់តាំងគ្រឿងបន្លែឬក៏សាច់អីនៅក្នុងហ្នឹងបានចាហើយខាងលើហ្នឹងគឺសម្រាប់ដាក់តាំងគ្រឿងកំប៉ុងព្រោះដោយសារគាត់មានលក់ភេសជ្ជៈគ្រប់មុខដែរអញ្ចឹងណាហើយខាងក្រោយនេះដែរគឺភ្ញៀវគាត់ឲ្យចោះឡាំងសឹងមួយសម្រាប់ដាក់ចំហុយនំប៉ាវគាត់សគួរអញ្ចឹងណាហើយខាងក្នុងក៏យើងមានចោះប្រឡោះសម្រាប់ដាក់ធុងហ្គាស5គីឡូមួយសម្រាប់ជៀនប្រហិតហើយខាងលើគឺយើងមានតនើមានអីដាក់អីវ៉ាន់ដូចតែយើងរត់ដល់អញ្ចឹងចាហើយសម្រាប់មួយឈុតនេះដែរគឺភ្ញៀវរបស់យើងគាត់បានកំងយកទាំងម៉ូតូនិងរទេះតែម្ដងប្រភេទម៉ូតូរបស់យើងគឺជាប្រភេទម៉ូតូ Sirius 013ចាហើយសម្រាប់ម៉ូតូដែលភ្ញៀវគាត់បានកំងខាងយើងសម្រាប់អូឡម៉ូបែបនេះគឺខាងយើងមាន free ដូរបូមដូរច្បាប់មកខ្ញុំជូនភ្ញៀវផងដែរចាសម្រាប់អូឡម៉ូហ្នឹងណាហើយផ្លេចនិយាយមួយទៀតចាតែប្រភេទស្លាប់កោងបែបនេះរហូតយើងធ្លាប់តែឃើញដបូលដេដល់ពេលថ្ងៃនេះយើងប្លែកដែរចាព្រោះដោយសារយើងប្រើជាដបូលតង់កស៊ូយើងមានចាមានអីតម្លាក់មកស្អាតដូចគ្នាអញ្ចឹងចាគាត់ថាមួយជាប្រភេទតង់កស៊ូមួយជាប្រភេទស្បែកអញ្ចឹងណាគាត់ថាបើថាយើងចង់បានស្បែកទេយើងអាចកំងយកជាប្រភេទស្បែកបានគាត់ថាតម្លៃវារៀងលើសដបូលតង់បន្តិចអញ្ចឹងណាហើយខ្ញុំថតវីដេអូនេះខ្ញុំភ្លេចតម្លាក់អាយ៉ាបខាងមុខនឹងចុះទៀតអញ្ចឹងពុកម៉ែបងប្អូនទាំងអស់គ្នាកុំភ្លេចចូលមើលដល់ខាងចុងវីដេអូនឹងឃើញរូបអាតេសនឹងជាស្លឹកមួយហើយចាហើយក៏អរគុណច្រើនចំពោះការជជែកនិងគាំទ្រមកលើเพจមេហៀងសិប្បកម្មធ្វើរទេះគ្រប់ប្រភេទយើងខ្ញុំផងដែរចាហើយក៏អរគុណសម្រាប់ការទស្សនាវីដេអូមួយនេះយើងនឹងជួបគ្នានៅវីដេអូក្រោយៗទៀតចាបាយបាយ